สุดสัปดาห์บางปอนទាំងអស់គ្នានេះគឺជាការឈូកនាពេលល្ងាចហើយទេសភាពនៅវាលស្រែគឺពិតជាស្រស់ស្អាតមែនទែនហើយថ្ងៃនឹងដែរគឺនាំក្មួយមកបង្ហោះខ្លែងនៅវាលស្រែក្មួយចង់បង្ហោះខ្លែងលេងអញ្ចឹងថ្ងៃនេះគឺជាផ្កាឈូកបាទអូក្រក់នេះចូលជាផ្លែឈូកវិញមានផ្កាហើយនេះផ្កាវាផ្លែឈូកផងឲ្យផងច្រើននេះទៅទេសភាពពេលល្ងាចគឺស្អាតមែនទែនបងប្អូនបាទវាស្រែពេលល្ងាចហើយនេះផ្កាវាមើលទៅទេសភាពបូកផ្សំនឹងទេសភាពផងស្រស់ស្អាតវាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបងប្អូនទាំងអស់គ្នាអាចទស្សនាលេងបានហើយនេះគឺជាផ្កាធម្មជាតិច្រើននិយាយទៅផ្កាច្រើនផ្កាស្អីខ្លះនេះមានផ្កានេះផងផ្កានោះផងពេញហ្នឹងហើយនេះជាទេសភាពវាស្រែនេះបងអូនគឺក្មួយបញ្ញាបុតកំពុងញ៉ាំនំនេះក្មួយបញ្ញាបុតញ៉ាំនំញ៉ាំអីញ៉ាំនំញ៉ាំអីហើយបូកផ្សំជាមួយទេសភាពទៅមើលទៅស្រស់ស្អាតមែនទែនបងប្អូនបាទធ្វើឲ្យអារម្មណ៍របស់យើងបានស្រស់ស្រាយធ្វើឲ្យអារម្មណ៍របស់យើងបានរីករាយអត់សូវមានទុក្ខកង្វល់អីចឹងទៅបើកាលណាយើងបានលំហែខួរក្បាលឬក៏មកលំហែផ្លូវចិត្តរបស់យើងឲ្យបានស្រឡះឲ្យបានរីករាយស្រស់ស្រាយជាមួយទេសភាពជុំវិញខ្លួនដែលយើងបានឃើញបានមើលបានអីទៅវាធ្វើឲ្យយើងនឹងមិនសូវមានទុក្ខកង្វល់ធ្វើឲ្យយើងនឹងបាត់បង់នៅទុក្ខសោកខ្លះដែរផងដែរវាមិនមែនទាំងអស់ទេបាទនិយាយទៅយើងបាត់សេចក្តីទុក្ខអស់ខ្លះមួយរយៈបានអញ្ចឹងទៅធ្វើឲ្យជីវិតរបស់យើងវាមានភាពសប្បាយរីករាយជាមួយនឹងទេសភាពជុំវិញខ្លួនជាមួយបរិយាកាសនៅជុំវិញខ្លួនយើងនៅថ្ងៃលិចបាទមើលថ្ងៃលិចមើលទៅឡើងក្រហមស្រាយមកហើយបូកផ្សំនឹងមានទឹកផងមានកង្កែបយំផងមានក្អាត់មានអីផងទៅស្ដាប់ទៅវាព្រោះវាធ្វើឲ្យយើងនឹងសប្បាយរីករាយស្រស់ស្រាយមែនទែនបងប្អូនបាទបងប្អូនអាចទស្សនាលេងមើលកំសាន្តបានបាទគ្រាន់តែវីដេអូខ្លះទៅវាអត់សូវនឹងល្អវាគ្រាន់តែញ័រវាញាក់អញ្ចឹងបងប្អូនបាទបងប្អូនអាចទស្សនាលេងកំសាន្តមើលហើយនេះវាស្រែរីងអស់វាស្រែយទៅខែនេះរីងទឹករីងអីអស់ហើយខែនេះវាស្រែវាមិនសូវជាខែប្រាំងខែអីចឹងវាមិនសូវមានទឹកមែនទេហើយណាមួយទេសភាពស្ងប់ស្ងាត់អត់សូវមានអ្នកមកអញ្ចឹងក៏មុននោះពីចិនមកលេងដែរមកលេងនៅខាងផ្លូវខាងអីរបស់ខ្ញុំមកកន្លែងវាស្រែមកមើលទេសភាពផងនាំក្មួយមករត់ខ្លែងលេងពេញនឹងផងទៅចាស់តែមកទៅតណែនាំក្មួយមកមើលវាស្រែលេងឲ្យបានស្រឡះចិត្តឲ្យបានស្រឡះខួរក្បាលអញ្ចឹងទៅបាទហើយនេះសំឡេងក្មួយពងនិយាយអីនឹងស្អីគេទេភាសាស្ដាប់មិនបានហើយនេះគឺជាផ្កាឈូកស្រស់ស្អាតមែនទែនបងប្អូនមើលទៅគឺថាពិតជាចង់ទស្សនាមើលលេងវាស្រស់ស្រាយនិយាយទៅបាទស្រែកហើយបងប្អូនអាចទស្សនាលេងបានបាទផ្កាវាមើលទៅស្អាតផ្កាឈូកដល់ពេលយើងមើលពេលល្ងាចយើងស្រស់ស្អាតមែនទេពេលល្ងាចពេលព្រឹកអីហ្នឹងគឺស្អាតហ่ะមានតែពេលល្ងាចហើយនឹងពេលព្រឹកផ្កាឈូកវាស្រស់ស្អាតមែនទេបូកផ្សំនឹងថ្ងៃចិត្តលិចតិចចិត្តអីទៅមើលទៅស្អាតហ្មងហើយនេះគឺជាទេសភាពវាស្រែវាអីហ្នឹងនេះគឺឆាន់នុនពងបោះខ្លែងមិនហ្នឹងគឺខ្លែងប្អូនឆាន់នុនណាពងរត់នៅវាស្រែរត់លេងរត់អីពេញហ្នឹងស្រែគេហើយនេះមានតកូនផងមានអីផងពេញហ្នឹងយល់ទៅមានតកូនមានដើមរុក្ខជាតិផ្សេងច្រើនពេញហ្នឹងតើឡើយឥឡូវកំពុងរៀបចំចេញដំណើរទៅវិញហើយបងប្អូនបាទទៅវិញហើយនេះថតគ្រាន់តែបានចែកម្លែកជូនបងប្អូនបានទស្សនាលេងកំសាន្តដើម្បីឲ្យបានអារម្មណ៍ស្រស់ស្រាយជាមួយនឹងទេសភាពនាពេលល្ងាចជាមួយនឹងទឹកយើងមើលទៅឃើញស្អាតមែនទែនបង
ហើយទេសភាពមើលទៅនេះបាទបងប្អូននេះតកូនទៅតាមវាស្រែថ្ងៃលិចថ្ងៃអីហ្នឹងឬសំឡេងសត្វចាបសត្វយំឬក្អាត់ឬអីពេញហ្នឹងសំឡេងក្អាត់ផងឬក្អាត់ឬអីយំពេញហ្នឹងបងប្អូនបាទហើយនេះគឺជាតកូនហ្នឹងតកូននៅនឹងដើមផ្សេងដើមរុក្ខជាតិដើមអីផ្សេងអញ្ចឹងទៅវាដោះតាមភ្លឺស្រែតាមអីហ្នឹងហើយនេះកូនឈូកនៅក្នុងទឹកហ្នឹងអីមើលទៅស្អាតបងប្អូនអាចទស្សនាដើម្បីរំសាយចិត្តបានបាទមកឲ្យបាក់ទុកអីបាក់ចិត្តបាក់អីហ្នឹងយើងមើលលែងទៅគ្រាន់បានស្រស់ស្រាយអារម្មណ៍ផងដែរបាទហើយនេះសំឡេងក្មួយបញ្ញាបតហ្នឹងពងនៅស្រែចេះទៀមទាទៅទៀតវិញបាទហើយនេះគឺជាឆានុនកំពុងរត់ខ្លែងនេះដើរទៅតេះរត់ខ្លែងវិញនឹងហើយតិចគេរត់ឡើងខ្លែងគេកាន់ដើរចុះឡើងនេះវីដេអូគឺឆានុនកំពុងកាន់ខ្លែងដើរទៅវិញហើយបងប្អូនបាទហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូខ្ញុំផងដែរសូមជួយចុច like subscribe ដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតបងប្អូនសូមអរគុណនិងសូមជម្រាបលាបងប្អូនទាំងអស់គ្នា